បាទបងប្អូនអរគ្នាមានអ្នកនិពន្ធមួយរូបបាទនិពន្ធសភៅនឹងបោះពុម្ពផ្សព្វផ្សាយបាទរហូតទទួលបានពានរង្វាន់ជាច្រើនជាពិសេសពានរង្វាន់2គឺពានរង្វាន់ជាតិតទៅនឹងអ៊ីស្រាអែលទៅលើជនជាតិជីវិសហើយនៅពានរង្វាន់មួយទៀតគឺពានរង្វាន់ជាតិសម្រាប់ប្រវត្តិសាស្ត្រជនជាតិជីវិសនៅក្នុងប្រទេសអាមេរិកសញ្ជាតិអាមេរិកបាទពួកគាត់មិនពួកគាត់សំទោសបាទគាត់បានបោះពុម្ពសភៅជាង110ចំណងជើងអស្ចារ្យមែនទែនបងប្អូនហើយគាត់សរសេរសភៅមួយគឺចំនួនលានទី7ដែលជាសភៅសិក្សាអំពីថាតើឥទ្ធិពលរបស់Holocaust ហ្នឹងណានៅក្នុងការធ្វើអំពើរបបបល្ល័ង្កពុសាសន៍នៅក្នុងជនជាតិជីវិសពាក់ព័ន្ធទៅនឹងនយោបាយវប្បធម៌និងអត្តសញ្ញាណហ្នឹងមូលហេតុអីបានជាវាមានរឿងកើតឡើងហើយយើងនឹងបញ្ហាជាច្រើនថាតើបញ្ហាដែលធ្វើឲ្យពួកគាត់បាទទាមទារនឹងតស៊ូដើម្បីកសាងរដ្ឋឯករាជ្យឡើងវិញហ្នឹងដោយសារមូលហេតុអីតាំងពីនៅក្នុងលើទឹកដីប៉ាឡេស៊ីនរហូតដល់តំបន់អឺរ៉ុបបាទហើយតើអ៊ីស្រាអែលយកឈ្នះសង្គ្រាមដែលពងបន្តិចដោយខាងប៉ែកអារ៉ាប់បាទដោយរបៀបណាក្នុងនេះសភៅចំនួនលានទី7របស់លោកTom Segel គឺជាអ្នកនិពន្ធទៅលើសភៅនេះផ្ទាល់តែម្ដងដែលមាននៅក្នុង app Bookion របស់យើងអញ្ចឹងបើសិនជាបងប្អូនយើងចង់ដឹងថាតើមូលហេតុអ្វីខ្លះដែលមានរៀបរាប់តាំងពីក្នុងការចាប់ផ្ដើមរហូតទៅដល់ការកសាងរដ្ឋឯករាជ្យបានបាទគឺនៅក្នុងសភៅនេះផ្ទាល់ដែលមាននៅក្នុង app Bookion បាទកុំភ្លេចណាបាទគឺការ download app Bookion ដើម្បីស្វែងយល់អំពីសភៅចំនួនលានទី7ដែលធ្វើឲ្យសភៅនេះមានការល្បីល្បាញយ៉ាងខ្លាំងបាទហើយស្វែងយល់ឲ្យបានទាំងអស់គ្នាថាតើមានមូលហេតុអ្វីដែលធ្វើឲ្យជនជាតិជីវិតនេះគាត់មានរបៀបនឹងដឹកនាំកសាងជនជាតិរបស់ខ្លួននឹងរហូតបានក្លាយជារដ្ឋឯករាជ្យបាទហើយរឹងមាំទៅផងបងប្អូនបាទអរគុណ